សាស្តាចំពោះទី1ពេលតាំងនេះជាពាក្យរបស់គ្រូប្រដៅដែលជាបុត្ររបស់ដាវីតស្ដេចនៃក្រុងយេរូសាឡិមការឥតប្រយោជន៍តទេនេះជាពាក្យរបស់គ្រូប្រដៅពោលទុកថាការឥតប្រយោជន៍តទេគ្រប់ទាំងអស់តែឥតប្រយោជន៍តទេតើមនុស្សមានកម្រៃអ្វីខ្លះពីអស់ទាំងការដែលខ្លួនខំធ្វើដោយនៅហត់នៅក្រោមថ្ងៃមនុស្សមួយដំណរកន្លងបាត់ទៅហើយមួយដំណរទៀតកើតឡើងតែផែនដីស្ថិតស្ថេរដីជាដរាបថ្ងៃក៏រះឡើងហើយលេចទៅវិញរួចប្រញាប់នឹងវិលទៅឯកន្លែងដែលរះឡើងនោះទៀតឯខ្យល់ក៏បក់ទៅខាងត្បូងរួចវិលមកខាងជើងវិញក៏វិលទៅវិលមកជានិច្ចហើយក៏ត្រឡប់មកតាមផ្លូវដដែលទៀតទន្លេទាំងប៉ុន្មានហូរធ្លាក់ទៅក្នុងសមុទ្រតែសមុទ្រមិនចេះពេញឡើយហើយទឹកទន្លេក៏ត្រឡប់ទៅហូរតាមផ្លូវដដែលវិញទៀតគ្រប់ទាំងអស់ចេះតែជញ្ជាន់ដដែលជានិច្ចតលតែមនុស្សរកថ្លៃមិនបានភ្នែកមើលមិនចេះឆ្អែតហើយប្រជិះស្ដាប់ក៏មិនចេះពេញដែររបស់ដែលមានពីមុនមកគឺរបស់នោះឯងដែលនឹងមានតទៅទៀតហើយការដែលបានធ្វើពីមុនមកគឺការនោះឯងដែលនឹងធ្វើរៀងតទៅដែរអត់មានអ្វីជាថ្មីនៅក្រោមថ្ងៃឡើយតើមានអ្វីណាមួយដែលគេអាចនឹងថាមើលនេះជារបស់ថ្មីទេដូច្នេះគឺសុទ្ធតែបានមាននៅតាំងពីបុរាណមកក៏មាននៅអស់ទាំងកលមុនដែលមនុស្សយើងកើតមកផងគ្មានអ្នកណានឹកចាំពីអ្វីៗនៅចន្ទមុនទេហើយចំនួនមនុស្សទៅខាងមុខក៏នឹងមិននឹកចាំពីអ្វីៗដែលត្រូវមាននៅខាងមុខដែរយើងគឺជាគ្រូប្រដៅបានធ្វើជាស្ដេចនៃសាសអ៊ីស្រាអែលនៅក្នុងយេរូសាឡិមយើងបានចង់ចិត្តពិនិត្យមើលហើយស្វែងរកដោយប្រាជ្ញាពីគ្រប់ទាំងអស់ដែលកើតមាននៅក្រោមមេឃនេះហើយជាការមានទម្ងន់ដែលព្រះបានប្រគល់មកឲ្យមនុស្សជាតិប្រឹងធ្វើយើងបានឃើញបណ្ដាការដែលមានធ្វើនៅក្រោមថ្ងៃហើយមើលការទាំងនោះសុទ្ធតែឥតប្រយោជន៍ទៅទេក៏ជាអាសាឥតការផងរបស់ណាដែលវាចនោះនឹងធ្វើឲ្យត្រង់ឡើងវិញមិនបានហើយរបស់ណាដែលខ្វះខាតនោះនឹងរាប់មិនបានដែរយើងបាននឹកក្នុងចិត្តថាមើលយើងបានធំឡើងហើយមានបញ្ញាលើអស់អ្នកណាដែលនៅក្រុងយេរូសាឡិមមុនយើងទៅទៀតចិត្តយើងបានធ្លាប់ដឹងចំពោះប្រាជ្ញានិងតម្រិះជាច្រើនហើយយើងក៏បានផ្ចង់ចិត្តឲ្យបានស្គាល់ប្រាជ្ញាព្រមទាំងសេចក្តីចំពួតនិងសេចក្តីផ្ដេសផ្ដាស់ក៏យល់ឃើញថាការនោះជាអាសាឥតការដែលត្បិតដែលមានប្រាជ្ញាច្រើននោះក៏កើតទុកច្រើនហើយណាដែលចម្រើនចំណេះនោះក៏ចម្រើនសេចក្តីព្រួយឡើងដែរចំពោះទី2យើងបាននិយាយចំពោះចិត្តយើងថាមកចុះយើងនឹងលបងលោកឯងដោយការអសប្បាយឯងនឹងបានក្រឹកក្រែងសប្បាយទៅទេតែមើលការនោះក៏ឥតប្រយោជន៍ដែរយើងបាននិយាយពីការសើចសប្បាយថានេះជាការចំពោះទៅទេហើយពីការក្រឹកក្រែងថាតើមានផលអ្វីយើងបាននឹករកក្នុងចិត្តពីបែបយ៉ាងណានឹងធ្វើឲ្យសាច់ធាមបានរីករាយដោយស្រាទំពាំងបិជូទាំងនៅមានចិត្តនាំដោយប្រាជ្ញាផងហើយតោងជាប់នឹងសេចក្តីចម្ពោះផងតើតែបានឃើញការណាដែលគួរឲ្យមនុស្សជាតិធ្វើនៅក្រោមមេឃអស់មួយជីវិតដូច្នេះយើងបានធ្វើការយ៉ាងធំគឺបានសង់ផ្ទះជាច្រើនបានដាំដំណាំទំពាំងបាយជូរបានធ្វើសួនច្បារនិងសួនឈើសម្រាប់ខ្លួនយើងផងបានទាំងដាំដើមឈើមានផ្លែគ្រប់មុខក្នុងសួននោះដែរយើងបានជីកស្រះទឹកសម្រាប់នឹងស្រោចចម្ការបណ្ដុះកូនឈើយើងបានទិញបាវប្រុសបាវស្រីជាច្រើនហើយមានកូនរបស់បាវកើតមកនៅក្នុងផ្ទះយើងក៏មានទ្រព្យសម្បត្តិជាវងគោវងជៀមយ៉ាងសន្ធឹកលើសជាងអស់អ្នកណាដែលនៅក្រុងយេរូសាឡិមមុនយើងបានប្រមូលប្រាក់និងមាសហើយរបស់ថ្លៃវិសេសផ្សេងដែលមកពីពួកស្ដេចហើយពីខេត្តទាំងប៉ុន្មានក៏ប្រមូលបានពួកចម្រៀងទាំងប្រុសទាំងស្រីនិងគ្រប់ទាំងរបស់អ្វីដែលគប់ចិត្តមនុស្សព្រមទាំងស្រីអ្នកនាងជាច្រើនផងយ៉ាងនោះយើងបានជាធំហើយក៏ចម្រើនឡើងលើសជាងអស់អ្នកដែលនៅក្រុងយេរូសាឡិមមុនយើងទៅទៀតតែប្រាជ្ញារបស់យើងក៏នៅជាប់នឹងយើងដែរហើយរបស់អ្វីដែលភ្នែកចង់បាននោះយើងមិនបានបង្អត់ឲ្យឡើយយើងមិនបានហាមឃាត់ចិត្តមិនឲ្យមានសេចក្តីអំណរណាមួយទេត្បិតចិត្តយើងបានរីករាយនឹងបណ្ដាការដែលយើងធ្វើទាំងនោះហើយនោះឯងជាផលដែលកើតពីអស់ទាំងការរបស់យើងគ្រានោះយើងបានត្រួតមើលគ្រប់ទាំងការដែលដៃយើងបានធ្វើនិងការនឿយហត់ដែលយើងបានខំបង្កើតនោះហើយមើលសុទ្ធតែឥតប្រយោជន៍ហើយអាសាឥតការទៅទេឥតមានផលប្រយោជន៍អ្វីនៅក្រោមថ្ងៃឡើយរួចយើងក៏បែរទៅពិចារណាមើលប្រាជ្ញាព្រមទាំងសេចក្តីចម្កួតនិងសេចក្តីផ្ដេសផ្ដាស់បិទតើអ្នកដែលតពីស្ដេចនឹងធ្វើអ្វីបានគឺនឹងធ្វើបានតែការដែលបានធ្វើជាយូរអង្វែងមកហើយនោះយើងឃើញពិតថា
ប្រាជ្ញារមែងវិសេសជាងសេចក្តីប្រេះផ្ដាស់ដូចជាពន្លឺក៏វិសេសជាងងងឹតដែរឯភ្នែករបស់មនុស្សមានប្រាជ្ញានោះនៅត្រង់ក្បាលគេតែមនុស្សងាយងើគេរមែងដើរក្នុងសេចក្តីងងឹតវិញប៉ុន្តែយើងយល់ឃើញថាមានការតែមួយទេដែលកើតដល់គ្រប់គ្នារួចយើងបាននឹកក្នុងចិត្តថាការដែលកើតដល់មនុស្សងាយងើនោះនឹងកើតដល់យើងដូចគ្នាដែរដូច្នេះហេតុអ្វីបានជាយើងមានប្រាជ្ញាលើសជាងគេរួចយើងបានសម្រេចក្នុងចិត្តថានេះក៏ឥតមានទំនងដែរពីព្រោះអ្នកមានប្រាជ្ញាក៏ដូចគ្នានឹងអ្នកងាយងើដែរគ្មានអ្នកណានឹកចាំពីមួយលើសជាងមួយជាដរាបទេដោយព្រោះយល់ឃើញថានៅគ្រាជាន់ក្រោយមនុស្សនឹងបានភ្លេចគេជាយូរលង់មកហើយដូច្នេះមនុស្សមានប្រាជ្ញាគេមរណៈជាយ៉ាងណាគឺដូចជាមនុស្សងាយងើដែរហេតុនោះយើងបានស្អប់ជីវិតពីព្រោះការដែលបានធ្វើនៅក្រោមថ្ងៃជាការលំបាកដល់យើងត្បិតការទាំងអស់សុទ្ធតែឥតប្រយោជន៍ហើយជាអាសាឥតការទៅទេយើងបានស្អប់បណ្ដាការនឿយហត់ទាំងប៉ុន្មានដែលយើងបានខំធ្វើនៅក្រោមថ្ងៃដោយយល់ឃើញថាយើងត្រូវទុកទាំងអស់ឲ្យដល់មនុស្សដែលបន្តក្រោយយើងហើយតើមានអ្នកណាដឹងពីអ្នកនោះថានឹងត្រឡប់ជាមនុស្សមានប្រាជ្ញាឬជាមនុស្សល្ងីល្ងើវិញប៉ុន្តែអ្នកនោះនឹងគ្រប់គ្រងលើអស់ទាំងការដែលយើងបានខំធ្វើជាការដែលបានធ្វើដើម្បីសម្ដែងខ្លួនជាអ្នកមានប្រាជ្ញានៅក្រោមថ្ងៃនេះក៏ឥតមានទំនងដែរដោយហេតុនោះយើងបានវិលមកបណ្ដាលឲ្យចិត្តលែងសង្ឃឹមចំពោះការទាំងប៉ុន្មានដែលយើងបានខំធ្វើនៅក្រោមថ្ងៃទៅបាត់មានមនុស្សដែលការខ្លួនធ្វើទាំងប៉ុន្មានសុទ្ធតែធ្វើដោយប្រាជ្ញាដោយតម្រេះហើយដោយស្ទាត់ជំនាញតែអ្នកនោះត្រូវប្រគល់ការខ្លួនទុកជាចំណែកដល់អ្នកទៀតដែលមិនបានខំធ្វើឡើយនោះវិញនេះជាការឥតមានទំនងហើយក៏អាក្រក់ណាស់ផងត្បិតក្នុងអស់ទាំងការដែលមនុស្សធ្វើនឹងសេចក្តីដែលចិត្តខំបង្កើតហើយជាការនឿយហត់ដែលខ្លួនខំធ្វើនៅក្រោមថ្ងៃនោះតើមានផលអ្វីខ្លះពីព្រោះអស់ទាំងថ្ងៃនៃអ្នកនោះមានសុទ្ធតែសេចក្តីទុកព្រួយហើយកិច្ចធុរៈរបស់គេសុទ្ធតែលំបាកទៅទេទូទាំងពេលយប់ចិត្តអ្នកនោះក៏មិនសម្រាកដែរនេះជាការឥតមានទំនងដែរគ្មានអ្វីវិសេសដល់មនុស្សជាជាងការស៊ីហើយផឹកទេព្រមទាំងឲ្យចិត្តបានរីករាយសប្បាយដោយផលនៃការដែលខ្លួនបានធ្វើផងយើងក៏បានឃើញដែរថាការនេះមកពីព្រះហស្ថនៃព្រះទេត្បិតតើមានអ្នកណាអាចនឹងបរិភោគឬនឹងមានសេចក្តីអំណរជាជាងយើងនេះពីព្រោះមនុស្សណាដែលគប់ព្រះハរតីនោះទ្រង់ប្រទានឲ្យអ្នកនោះមានប្រាជ្ញាតម្រេះនឹងសេចក្តីរីករាយផងតែឯមនុស្សបាបវិញទ្រង់ប្រទានឲ្យមានធុរៈគឺឲ្យបានប្រមូលហើយបង្កឡើងទុកសម្រាប់ប្រគល់ដល់អ្នកដែលគប់ព្រះハរតីនៃព្រះវិញនេះក៏ជាការឥតមានទំនងហើយជាការអាសាឥតការទៅទេដែរចំពោះទី3មានពេលសម្រាប់គ្រប់ទាំងអស់គឺមានពេលសម្រាប់គ្រប់ការដែលចង់ធ្វើនៅក្រោមមេឃមានពេលសម្រាប់កើតមកនិងពេលសម្រាប់ស្លាប់ទៅមានពេលសម្រាប់ដាំនិងមានពេលដកយករបស់ដែលបានដាំនោះមានពេលសម្រាប់សម្លាប់ហើយមានពេលសម្រាប់មើលឲ្យជាមានពេលសម្រាប់រំលំរំលាយហើយពេលសង់ឡើងមានពេលយំនិងមានពេលសើចមានពេលសម្រាប់សើសោកនិងពេលសម្រាប់លោតកញ្ឆេងមានពេលសម្រាប់បោះថ្មចោលនិងពេលប្រមូលថ្មមកមានពេលដែលគួរអោបថើបនិងពេលដែលគួរលេងអោបថើបមានពេលសម្រាប់ស្វែងរកហើយពេលសម្រាប់បាត់បង់ទៅមានពេលសម្រាប់រក្សាទុកហើយពេលសម្រាប់បោះបង់ចោលមានពេលសម្រាប់ហែកចោលហើយពេលសម្រាប់ដេរភ្ជាប់មានពេលដែលគួរនៅស្ងៀមហើយពេលសម្រាប់និយាយមានពេលសម្រាប់ស្រឡាញ់ហើយពេលសម្រាប់ស្អប់មានពេលសម្រាប់ចម្បាំងហើយពេលសម្រាប់សេចក្តីសុខតើមនុស្សមានផលប្រយោជន៍អ្វីពីការដែលគេខំធ្វើយើងបានឃើញការនឿយហត់ដែលព្រះបានប្រគល់ឲ្យមនុស្សជាតិប្រឹងធ្វើទ្រង់បានបង្កើតរបស់សត្វសារពើឲ្យល្អតាមរដូវកាលទ្រង់ក៏ធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កលទៅមុខយ៉ាងនោះមនុស្សនឹងរកយល់មិនបានពីកិច្ចការដែលព្រះបានធ្វើតាំងពីដើមដល់រាបដល់ចុងនោះឡើយយើងដឹងហើយថាគ្មានអ្វីសម្រាប់គេដែលវិសេសជាងមានចិត្តរីករាយហើយរកបានសេចក្តីល្អដល់ខ្លួនអស់វេលាដែលមានជីវិតទោះនៅនោះទេហើយការដែលគ្រប់មនុស្សបានស៊ីហើយផឹកព្រមទាំងរីករាយដោយផលល្អដែលកើតពីអស់ទាំងការហត់របស់ខ្លួននោះហើយជាអំណរទាននៃព្រះទេយើងក៏ដឹងដែរថាការអ្វីដែលព្រះទ្រង់ធ្វើនោះនឹងស្ថិតស្ថេរនៅជាដរាបនឹងបន្ថែមអ្វីចូលឬដកអ្វីចេញមិនបានឡើយមួយទៀតព្រះទ្រង់ធ្វើការនោះដើម្បីឲ្យមនុស្សទាំងឡាយបានកោតខ្លាចនៅចំពោះទ្រង់អ្វីដែលមាននៅនោះបានមានជាយូរអង្វែងមកហើយឯអ្វីដែលត្រូវមានខាងមុខទៀតនោះក៏នឹងបានមានជាយូរមកហើយដែរ
ព្រះទ្រង់ស្វែងរកអ្វីៗដែលកន្លងបាត់ហើយឲ្យបានមកវិញមួយសោតទៀតយើងបានឃើញនៅក្រោមថ្ងៃថានៅកន្លែងវិនិច្ឆ័យនោះមានសេចក្តីទុច្ចរិតហើយនៅកន្លែងនៃសេចក្តីទុច្ចរិតនោះមានសេចក្តីអយុត្តិធម៌វិញយើងក៏នឹកក្នុងចិត្តថាព្រះទ្រង់នឹងជំនុំជម្រះទាំងពួកអ្នកទុច្ចរិតនិងពួកទុច្ចរិតផងត្បិតមានពេលសម្រាប់គ្រប់ទាំងបំណងដែលប៉ងធ្វើនិងបណ្ដាការទាំងពួងផងយើងបាននឹកក្នុងចិត្តពីមនុស្សជាតិថានេះគឺដោយព្រោះព្រះទ្រង់ចង់លបងលោកគេហើយឲ្យគេយល់ឃើញថាខ្លួនគេជាសត្វអេរិខានទេពីព្រោះការដែលកើតដល់មនុស្សជាតិនោះក៏កើតដល់សត្វអេរិខានដែរមានការដដែលកើតដល់ទាំងពីរពួកមួយពួកស្លាប់យ៉ាងណាមួយពួកទៀតក៏ស្លាប់យ៉ាងនោះហើយគេមានដង្ហើមជីវិតដូចគ្នាទាំងអស់ហើយមនុស្សមិនវិសេសជាងសត្វទេត្បិតគ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទៅទេគ្រប់ទាំងអស់នៅកន្លែងតែមួយប៉ុណ្ណោះទាំងអស់កើតមកពីធូលីដីហើយត្រូវត្រឡប់ទៅឯធូលីដីវិញទៀតអត់មានអ្នកណាដឹងបានថាវិញ្ញាណនៃមនុស្សឡើងទៅលើហើយវិញ្ញាណរបស់សត្វចុះទៅក្នុងដីវិញឬទេដូច្នេះយើងបានយល់ឃើញថាគ្មានអ្វីប្រសើរដល់មនុស្សជាជាងឲ្យគេមានចិត្តរីករាយក្នុងការដែលគេធ្វើនោះទេត្បិតនោះហើយជាចំណែករបស់គេពីព្រោះតែអ្នកណានឹងនាំមនុស្សមកវិញដើម្បីមើលការដែលនឹងកើតមកក្រោយគេបានសំពូកទី4នោះយើងបានវិលមកពិចារណាមើលអស់ទាំងការសង្កត់សង្កិនដែលកើតមកនៅក្រោមថ្ងៃក៏ឃើញចិត្តភ្នែករបស់ពួកអ្នកដែលត្រូវគេសង្កត់សង្កិនហើយឃើញថាគេគ្មានអ្នកណានឹងជួយដោះទុក្ខឡើយគេត្រូវត្រឹបជាន់ដែលពួកអ្នកមានអំណាចអត់មានអ្នកណាជួយដោះទុក្ខទេហេតុនោះយើងក៏សរសើរដល់មនុស្សដែលស្លាប់ជាយូរមកហើយជាងមនុស្សដែលនៅរស់នៅឡើយអ្នកដែលមិនទាន់កើតមកនៅឡើយជាអ្នកដែលមិនបានឃើញការអាក្រក់ដែលកើតនៅក្រោមថ្ងៃនោះវិសេសជាងពួកអ្នកទាំងពីរនោះទៅទៀតព្រោះយើងបានឃើញអស់ទាំងការនឿយហត់និងគ្រប់ការដែលធ្វើបានដោយស្រួលថាជាហេតុនាំឲ្យអ្នកចិត្តខាងមានចិត្តច្រណែនដល់គ្នានឹងគ្នានេះក៏ជាការអត់មានតំណងហើយជាអាសាអត់ការតទេមនុស្សល្ងើល្ងើគេអោបដៃហើយស៊ីសាច់របស់ខ្លួនគេបើមានតែមួយក្តាប់ទាំងប្រកបដោយសេចក្តីសុខនោះវិសេសជាងមានពីរក្តាប់ហើយមានទាំងការនឿយហត់និងការខំជាអាសាអត់ការផងព្រោះយើងងាកបែរមកឃើញការដែលឥតប្រយោជន៍នៅក្រោមថ្ងៃគឺមានម្នាក់ដែលនៅតែឯងអត់មានគូគ្មានទាំងកូនឬបងប្អូនផងប៉ុន្តែការនឿយហត់របស់អ្នកនោះមិនចេះអស់មិនចេះហើយឡើយណែគេក៏មិនបានកប់ស្កល់ដោយទ្រព្យសម្បត្តិដែរគេក៏នឹកថាអញធ្វើការនឿយហត់ហើយបង្អត់សេចក្តីល្អដល់ព្រលឹងដូច្នេះនោះតើសម្រាប់អ្នកណានេះជាការអត់ប្រយោជន៍ដែរហើយក៏អាក្រក់ណាស់ផងមានគ្នាពីរនាក់នោះវិសេសជាងនៅតែឯងពីព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួនបិទបាតដួលនោះមានម្នាក់នឹងជ្រងគ្នាឡើងវិញតែវល់ហើយអ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯងអត់មានគ្នានឹងជួយជ្រងឡើងវិញមួយទៀតបើដេកមានគ្នាពីរនាក់នោះក៏បានកក់ក្ដៅតែបើដេកតែម្នាក់ឯងនឹងធ្វើដំណេចឲ្យកក់ក្ដៅបានហើយបើមានខ្មាំងណាមកដែលមានកម្លាំងខ្លាំងជាងនោះពីរនាក់នឹងអាចទប់ទល់បានអាចពួរបីធ្លងមិនងាយដាច់ទេមនុស្សកំឡោះដែលតក្រតែមានប្រាជ្ញានោះវិសេសជាស្ដេចដែលចាស់ជរាហើយល្ងីល្ងើយជាស្ដេចដែលមិនព្រមទទួលសេចក្តីដាស់តឿនទៀតបើទោះបើអ្នកនោះចេញពីគុកមកឬកើតមកជាអ្នកក្រក្នុងនគរក៏ដោយគង់តែនឹងឡើងផារីកបានដែរយើងបានឃើញគ្រប់មនុស្សមានជីវិតរស់តែដើរនៅក្រោមថ្ងៃថាគេកាន់ខាងមនុស្សកំឡោះនោះគឺជាអ្នកទី2ដែលបានតាំងឡើងជំនួសគេឯបណ្ដាជនទាំងឡាយគឺជាពួកមនុស្សដែលអ្នកនោះគ្រប់គ្រងលើនោះប្រមាណមិនបានឡើយប៉ុន្តែពួកមនុស្សដែលកើតមកក្រោយគេនឹងមិនសុខចិត្តចំពោះអ្នកនោះទេនេះពិតប្រាកដជាអត់មានប្រយោជន៍ហើយអាសាអត់ការទៅទេដែរជំពូកទី5ចូលរក្សាជើងឯងក្នុងការដែលចូលទៅក្នុងដំណាក់នៃព្រះត្បិតដែលចូលទៅចិត្តដើម្បីស្ដាប់នោះវិសេសជាងថ្វាយយ៉ាញ់បុជារបស់មនុស្សល្ងីល្ងើពីព្រោះគេមិនដឹងជាគេធ្វើអាក្រក់ទេកុំឲ្យចិត្តឯងរហ័សពេកក៏កុំឲ្យមាត់ឯងពោលឥតបើគិតនៅចំពោះព្រះឡើយបាត់ព្រះទ្រង់គង់នៅឯស្ថានសួគ៌ហើយឯងនៅផែនដីទេដូច្នេះត្រូវឲ្យឯងមានសម្ដីតិចវិញត្បិតការដែលយល់សុបិននោះកើតមានដោយមានរវល់ជាច្រើនហើយសំឡេងរបស់មនុស្សងីងើក៏ឮដោយមានពាក្យសម្ដីច្រើនដែរ
កាលណាឯងបន់ព្រះនោះកុំឲ្យបងអង្គនឹងលៀបបំណន់នោះឡើយពីព្រោះព្រះទ្រង់មិនស្ទប់ព្រះハរតីនិងមនុស្សល្ងីល្ងើទេចូលសងតាមដែលឯងបានបន់ចុះទូកុំឲ្យឯងបានបន់ជាងបន់ហើយតែបើលៀបបំណន់នោះវិញកុំបើកឲ្យមាត់ឯងបណ្ដាលឲ្យរូបសាច់ឯងធ្វើបាបឡើយក៏កុំឲ្យពូលនៅមុខទេវតាថានេះជាការច្រឡំទេតើចង់ឲ្យព្រះមានសេចក្តីខ្ញាល់ដោយសំឡេងឯងហើយបំផ្លាញការនៃដៃឯងធ្វើអីបិទក្នុងការយល់សពច្រើនហើយក្នុងពាក្យពោលជាច្រើននោះតែងមានសេចក្តីឥតប្រយោជន៍គួរឲ្យកោតខ្លាចដល់ព្រះវិញបើសិនជាឯងឃើញគេសង្កត់សង្កិនមនុស្សទាល់ក្រឬពួកច្រឡោតកំពុងតែបង្វែរសេចក្តីយុត្តិធម៌និងសេចក្តីសុចរិតនៅក្នុងស្រុកណានោះកុំឲ្យឆ្ងល់ពីការនោះឡើយត្បិតមានអ្នកមួយដែលខ្ពស់ជាងគេត្រួតមើលអ្នកធំនោះហើយក៏មានដែលខ្ពស់ជាងគេទៅទៀតផងមួយទៀតផលកើតពីដីនោះសម្រាប់គ្រប់គ្នាទោះទាំងស្ដេចក៏បានស្បៀងអាហារពីចំការមកដែរអ្នកណាដែលស្រឡាញ់ប្រាក់នោះនឹងមិនស្បចិត្តដោយប្រាក់ប៉ុណ្ណោះទេឬអ្នកណាដែលចូលចិត្តនឹងទ្រព្យដ៏បរិបូរណ៍នោះក៏មិនស្កប់ចិត្តដោយផលចម្រើនប៉ុណ្ណោះដែរនេះក៏ជាការឥតប្រយោជន៍ទៅទេកាលណារបស់ទ្រព្យបានចម្រើនឡើងនោះពួកអ្នកដែលស៊ីទ្រព្យនោះក៏មានគ្នាច្រើនឡើងដែរដូច្នេះតើមានប្រយោជន៍អ្វីដល់ម្ចាស់នៃទ្រព្យសម្បត្តិនោះលើកតែបានឃើញដោយភ្នែកប៉ុណ្ណោះឯការដេកលក់នៃមនុស្សដែលធ្វើការនឿយហត់នោះស្រួលឆ្ងាញ់ទោះបើបានបរិភោគតិចឬច្រើនក្តីប៉ុន្តែការបរិភោគហួសប្រមាណរបស់អ្នកមាននោះមិនឲ្យគេដេកលក់បានទេមានការអាក្រក់យ៉ាងធ្ងន់មួយមុខដែលយើងបានឃើញនៅក្រោមថ្ងៃគឺមានទ្រព្យសម្បត្តិដែលម្ចាស់រក្សាទុកដរាបដល់កើតអន្តរាយដល់ខ្លួនហើយទ្រព្យសម្បត្តិនោះរមែងបាត់ទៅដោយគ្រោះអាក្រក់ណាមួយបើអ្នកនោះបានបង្កើតកូនប្រុសមួយនោះគ្មានសល់អ្វីនៅដៃវាទេអ្នកនោះសម្រាចេញពីផ្ទៃម្ដាយមកយ៉ាងណានោះក៏ត្រូវត្រឡប់ទៅវិញខ្លួនទៅទេដូចជាបានមកនោះដែរឥតយកអ្វីពីការនឿយហត់របស់ខ្លួនជាប់នៅដៃទៅជាមួយបានឡើយនេះក៏ជាការអាក្រក់យ៉ាងធ្ងន់ដែរគឺដែលកើតមកយ៉ាងណានោះត្រូវទៅវិញយ៉ាងនោះឯងការដែលបានធ្វើដោយនឿយហត់ជាអាសាឥតការដូច្នេះនោះតើមានប្រយោជន៍អ្វីដល់ខ្លួនក្រុមមួយជីវិតនោះត្រូវរយរាវទៅក្នុងសេចក្តីងងឹតក៏កើតមានទុក្ខព្រួយច្រើនព្រមទាំងមានជំងឺបៀតបៀននិងប្រហោប្រហាយចិត្តផងនេះហើយជាការដែលយើងបានគិតឃើញថាល្អហើយគួរសមគឺឲ្យមនុស្សបានស៊ីផឹកហើយព្រមទាំងមានចិត្តរីករាយក្នុងអស់ទាំងការដែលខ្លួនធ្វើដោយនឿយហត់នៅក្រោមថ្ងៃដរាបដល់មួយជីវិតដែលព្រះបានប្រទានមកខ្លួនត្បិតនោះហើយជាចំណែករបស់ខ្លួនឯអស់អ្នកណាដែលព្រះបានប្រទានឲ្យមានទ្រព្យសម្បត្តិនិងធនធានព្រមទាំងឲ្យមានអំណាចនិងបរិភោគផលនៃរបស់ទាំងនោះនឹងទទួលយកចំណែករបស់ខ្លួនបានហើយរីករាយក្នុងការដែលខ្លួនធ្វើដែរនោះឯងជាអំណោយជានៃព្រះបាត់អ្នកនោះនឹងមិននឹកចាំពីអស់ទាំងថ្ងៃនៃអាយុខ្លួនប៉ុន្មានទេពីព្រោះព្រះទ្រង់ផ្សាយសេចក្តីអំណរមកក្នុងចិត្តហើយជំពូកទី6មានការអាក្រក់មួយទៀតដែលយើងបានឃើញនៅក្រោមថ្ងៃជាការដែលមានជាញឹកញយនៅក្នុងពួកមនុស្សលោកដែរគឺមានមនុស្សដែលព្រះទ្រង់បានប្រទានឲ្យមានទ្រព្យសម្បត្តិនិងធនធានហើយកិត្តិយសដែលម្លេះបានពីគេមិនខ្វះខាតអ្វីក្នុងគ្រប់ទាំងរបស់ដែលចិត្តប្រាថ្នាចង់បានឡើយតែព្រះទ្រង់មិនប្រទានឲ្យមានអំណាចអាចនឹងបរិភោគបានទេគឺមានអ្នកដទៃបរិភោគវិញនេះជាការឥតមានទំនងហើយជាគ្រោះថ្នាក់យ៉ាងអាក្រក់ផងបើសិនជាមនុស្សណាបង្កើតបានកូន100នាក់ហើយរស់នៅជាយូរឆ្នាំដល់ម្លេះបានជាមានអាយុយឺនយូរតែមិនបានស្កប់ចិត្តដោយសេចក្តីល្អហើយឥតមានពិធីបញ្ចុះសពខ្លួនផងនោះឃើញថាកូនដែលរលូតមកមុនកំណត់ក៏វិសេសជាងអ្នកនោះត្បិតវាកើតមកជាឥតប្រយោជន៍ហើយក៏បាត់ទៅក្នុងសេចក្តីងងឹតឯឈ្មោះក៏គ្របបាំងដោយងងឹតដែរមួយទៀតវាមិនបានឃើញពន្លឺថ្ងៃឬដឹងអ្វីសោះនេះឯងបានសេចក្តីស្រាក់ស្រានជាងអ្នកមួយនោះអើទោះបើអ្នកនោះរស់នៅ 1000 ឆ្នាំឬថាពេលជាទីផងតែឥតដែលមានសេចក្តីល្អសោះនៅគង់តែទាំងអស់នឹងចុះទៅឯកន្លែងតែមួយដែរទេតើអស់ទាំងកិច្ចការរបស់មនុស្សនោះសុទ្ធតែសម្រាប់មាត់ខ្លួនទេបើទុកជាដូច្នោះគង់តែមិនចេះឆ្អែតផងត្បិតឯមនុស្សមានប្រាជ្ញាតើមានអ្វីលើសជាងមនុស្សល្ងីល្ងើយ៉ាងណាឬមនុស្សត្រតើមានអ្វីលើសជាងគេបានជាអាចដើរនៅចំពោះមនុស្សមានជីវិតទោះដូច្នេះការដែលមើលឃើញនៅភ្នែកនោះវិសេសជាងមានចិត្តកងសាវ៉ាវិញនេះជាការអប្រយោជន៍ហើយក៏ជាការឥតការដែររបស់អ្វីៗដែលមានស្រាប់នោះឈ្មោះនោះបានមានឈ្មោះតាំងពីយូរមកហើយក៏មានដឹងជាមនុស្សបែបយ៉ាងណាដែរហើយជាពុំអាចនឹងតតាំងនឹងអ្នកដែលពូកែជាងខ្លួន
បានឡើយមានសេចក្តីជាច្រើនមុខដែលនាំឲ្យការឥតប្រយោជន៍ចម្រើនកើនឡើងដូច្នេះតើមនុស្សបានផលប្រយោជន៍អ្វីខ្លះត្បិតតើមានអ្នកណាដឹងពីអ្វីៗដែលល្អសម្រាប់ដល់មនុស្សក្នុងជីវិតនេះគឺក្នុងអស់ទាំងថ្ងៃនៃអាយុដ៏ឥតប្រយោជន៍ដែលរស់នៅដូចជាស្រមោលនេះត្បិតតែអ្នកណាអាចនឹងប្រាប់ដល់មនុស្សបានអំពីអ្វីៗដែលនឹងកើតមកក្រោយខ្លួននៅក្រោមថ្ងៃនេះចំពោះទី7មានឈ្មោះល្អនៅវិសេសជាងប្រេងក្រអូបដ៏មានតម្លៃហើយថ្ងៃមរណៈក៏វិសេសជាងថ្ងៃដែលសួរនៅឯផ្ទះដែលមានការកាន់ទុកជាងនៅឯផ្ទះដែលមានការជប់លៀងត្បិតមរណភាពជាចុងបំផុតរបស់មនុស្សទាំងឡាយហើយមនុស្សដែលនៅរស់នឹងយកចិត្តទុកដាក់ចំពោះសេចក្តីនោះសេចក្តីសោយសោកមានប្រយោជន៍ជាងសេចក្តីសំណើចត្បិតទឹកមុខព្រួយរមែងបណ្ដាលឲ្យចិត្តសប្បាយឡើងដូច្នេះចិត្តរបស់មនុស្សមានប្រាជ្ញានោះតែងតែនៅក្នុងផ្ទះដែលមានការសោយសោកតែចិត្តរបស់មនុស្សល្ងីល្ងើតែងនៅក្នុងផ្ទះដែលមានការសប្បាយរីករាយវិញហើយការដែលស្ដាប់ពាក្យបន្ទោសនៃមនុស្សមានប្រាជ្ញានោះវិសេសដល់មនុស្សជាងស្ដាប់បទចម្រៀងរបស់ពួកល្ងីល្ងើត្បិតសំណើចរបស់មនុស្សល្ងីល្ងើនោះឮដូចជាសូរកុកកឹកពីបន្លាដែលឆេះក្រោមឆ្នាំងនេះក៏ជាការអត់ប្រយោជន៍ទៅទេពិតប្រាកដជាការសង្កត់សង្កិនរមែងបណ្ដាលឲ្យមនុស្សដែលមានប្រាជ្ញាទៅជាក្រឡក់ចិត្តវិញហើយសំណោកក៏បង្ខូចគំនិតផងការបង្ហើយអ្វីៗនោះវិសេសជាងចាប់ផ្ដើមការទៅទៀតហើយដែលមានចិត្តអត់ធ្មត់នោះវិសេសជាងមានចិត្តអំនួតដែរកុំឲ្យមានចិត្តរហ័សខឹងឡើយត្បិតសេចក្តីកំហឹងរមែងនៅក្នុងទ្រង់របស់មនុស្សល្ងីល្ងើទេកុំឲ្យសួរថាហេតុអ្វីបានជាសម័យចន្ទមុនល្អជាងសម័យសពថ្ងៃនេះត្បិតដែលសួរដូច្នេះនោះមិនមែនដោយប្រាជ្ញាទេហើយប្រាជ្ញានោះល្អស្មើនឹងមរតកក៏វិសេសជាងដល់ពួកអ្នកដែលឃើញពលឺថ្ងៃផងត្បិតប្រាជ្ញាជាគ្រឿងការពារខ្លួនដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរប៉ុន្តែការដែលវិសេសជាងខាងចំណេះគឺថាប្រាជ្ញារមែងតែរក្សាជីវិតរបស់ពួកអ្នកប្រាជ្ញឲ្យគង់នៅចូលពិចារណាស្នាដៃរបស់ព្រះត្បិតរបស់អ្វីដែលទ្រង់បានធ្វើឲ្យកងិចកងក់នោះតើអ្នកណាអាចនឹងធ្វើឲ្យចង់វិញបាននៅគ្រាដែលមានសេចក្តីចម្រើននោះចូលឲ្យមានចិត្តអសប្បាយចុះហើយនៅគ្រាក្រក្រៃនោះចូលពិចារណាវិញព្រះទ្រង់បានដាក់ទាំងពីរនោះនៅទន្ទឹមគ្នាប្រយោជន៍ឲ្យមនុស្សស្វែងរកឲ្យយល់មិនបានចំពោះការដែលកើតមកខាងក្រោយក្នុងអាយុឥតប្រយោជន៍របស់យើងនោះយើងបានឃើញសេចក្តីទាំងនេះគឺថាមានមនុស្សសុចរិតដែលវិញ្ញាទៅក្នុងសេចក្តីសុចរិតរបស់ខ្លួនហើយក៏មានមនុស្សអាក្រក់ដែលមានជីវិតចម្រើននៅយូរក្នុងអំពើអាក្រក់របស់ខ្លួនដែរដូច្នេះកុំឲ្យប្រព្រឹត្តជាមនុស្សសុចរិតហួសល្បត់ឡើយក៏កុំឲ្យធ្វើខ្លួនឲ្យមានប្រាជ្ញាលើសលន់ដែរតើចង់បំផ្លាញខ្លួនធ្វើអីម្យ៉ាងទៀតកុំឲ្យប្រព្រឹត្តអាក្រក់ហួសល្បត់ក៏កុំឲ្យល្ងីល្ងើពេកដែរឯងចង់ស្លាប់មុនកំណត់ធ្វើអីល្អណាស់ហើយបើឯងចាំយកសេចក្តីមួយនេះហើយកុំឲ្យដកដៃពីសេចក្តីមួយនោះផងត្បិតអ្នកណាដែលកោតខ្លាចដល់ព្រះនឹងជៀសរួចពីសេចក្តីទាំងនេះបានបញ្ញារមែងជាកម្លាំងដល់មនុស្សប្រាជ្ញជាងអ្នកគ្រប់គ្រង10នាក់ដែលនៅក្នុងទីក្រុងមួយពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដីដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបឡើយនោះទេមើលទៀតកុំឲ្យយកចិត្តទុកដាក់ចំពោះពាក្យទាំងអស់ដែលគេពោលឡើយក្រែងឯងលើបើបំរើជេរដល់ឯងបិទចិត្តឯងក៏ដឹងហើយថាឯងបានជេរគេដូច្នោះជាច្រើនដងដែរយើងបានលមើលឲ្យដឹងសេចក្តីទាំងនេះច្បាស់ដោយប្រាជ្ញាហើយយើងបានសម្រេចថាយើងនឹងបានប្រាជ្ញាប៉ុន្តែប្រាជ្ញាបាននៅឆ្ងាយពីយើងទេប្រាជ្ញាដែលមានទាំងប៉ុន្មាននោះនៅឆ្ងាយហើយក៏ជ្រៅណាស់ផងតើអ្នកណាអាចនឹងស្ទង់យល់បានដូច្នេះយើងក៏វិលមកចង់ចិត្តឲ្យបានដឹងឲ្យស្វះស្វែងហើយសួររកប្រាជ្ញានឹងហេតុការណ៍ផ្សេងៗហើយឲ្យបានដឹងថាអំពើអាក្រក់ជាសេចក្តីល្ងីល្ងើហើយថាសេចក្តីល្ងីល្ងើនោះជាសេចក្តីចំគួតផងយើងក៏បានឃើញថាស្ត្រីដែលមានចិត្តជាអន្តៈជាលោភហើយដែលដៃជាចំណងផងនាងនោះជាទីជូរជាត់ជាងសេចក្តីស្លាប់ទៅទៀតអ្នកណាដែលគប់ដល់ព្រះハរតីនៃព្រះនឹងបានកិច្ចរួចពីស្ត្រីនោះតែមនុស្សមានបាបនឹងត្រូវវាចាប់បានវិញឯគ្រូប្រដៅលោកមានប្រសាសន៍ថាមើលសេចក្តីនោះយើងបានស្វែងរកឃើញហើយដោយបូករួមសេចក្តីនេះមួយនោះមួយដើម្បីឲ្យបានដឹងហេតុក៏មានសេចក្តីនេះទៀតដែលចិត្តយើងកំពុងតែរកតែមិនទាន់ឃើញនៅឡើយក្នុង1000នាក់យើងរកបានប្រុសពិតតែម្នាក់ទេតែក្នុងពួកអ្នកទាំងនោះយើងរកស្រីពិតតែមួយក៏មិនបានផងមើលយើងបានឃើញតែប៉ុណ្ណោះគឺថាព្រះទ្រង់បានបង្កើតមនុស្សមកជាទៀងត្រង់ប៉ុន្តែគេបានស្វែងរកបង្កើតការអាក្រក់ជាច្រើនវិញ
ជំពូកទី8តើមានអ្នកណាដូចអ្នកប្រាជ្ញតើមានអ្នកណាចេះកាត់ស្រ័យនៃសេចក្តីអ្វីៗប្រាជ្ញារបស់មនុស្សរមែងធ្វើឲ្យទឹកមុខគេផូរផង់ឡើងហើយទឹកមុខរឹងរបស់គេក៏ផ្លាស់ប្រែទៅយើងសូមរំលឹកថាចូលប្រព្រឹត្តតាមបង្គាប់នៃស្ដេចចុះនោះគឺដោយយល់ដល់សម្បត្តិដែលខ្លួនបានសម្បត្តិដល់ព្រះផងកុំឲ្យប្រញាប់នឹងហោយចេញពីចំពោះស្ដេចឡើយក៏កុំឲ្យស្អិតចិត្តក្នុងអំពើអាក្រក់ណាដែរត្បិតស្ដេចទ្រង់ធ្វើតាមតែព្រះទ័យទ្រង់ពីព្រោះព្រះបន្ទូលនៃស្ដេចមានឫទ្ធិអំណាចតើមានអ្នកណាហ៊ានទូលដល់ទ្រង់ថាតើទ្រង់ធ្វើអ្វីនោះអ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់នោះនឹងមិនស្គាល់ការអាក្រក់ណាឡើយមួយទៀតចិត្តរបស់មនុស្សមានប្រាជ្ញារមែងយល់ពេលដែលស្រួលនិងសេចក្តីវិនិច្ឆ័យក៏មានពេលវេលានិងសេចក្តីវិនិច្ឆ័យសម្រាប់គ្រប់ការទាំងអស់ពីព្រោះសេចក្តីអាក្រក់របស់មនុស្សតែងតែសង្កត់លើខ្លួនគេជាធ្ងន់ត្បិតគេមិនដឹងជានឹងកើតមានអ្វីទេតើអ្នកណានឹងប្រាប់ឲ្យគេដឹងជានឹងកើតមានអ្វីបានមានអ្នកណាមានអំណាចត្រួតលើវិញ្ញាណដើម្បីនឹងផាត់វិញ្ញាណបានទេក៏គ្មានអ្នកណាមានអំណាចលើថ្ងៃមរណៈដែរគ្មានផ្លូវនឹងគេចរួចចេញពីចម្បាំងទេហើយសេចក្តីអាក្រក់ក៏មិនជួយឲ្យអ្នកណាដែលប្រគល់ខ្លួនទៅឲ្យប្រព្រឹត្តតាមបានរួចដែរបណ្ដាការទាំងនេះយើងបានឃើញអស់ហើយក៏បានផ្ចង់ចិត្តចំពោះគ្រប់ការដែលកើតមាននៅក្រោមថ្ងៃមានគ្រាដែលមនុស្សម្នាក់មានអំណាចលើម្នាក់ទៀតឲ្យគេត្រូវវេទនាតាមដំណើរនោះយើងបានឃើញគេហែខ្មោចមនុស្សអាក្រក់ទៅកប់តែចំណែកពួកអ្នកត្រឹមត្រូវវិញគេបាត់ចេញពីទីបរិសុទ្ធហើយមនុស្សនៅក្នុងទីក្រុងក៏ភ្លេចគេទៅនេះក៏ជាការឥតមានទំនងដែរចិត្តរបស់ពួកមនុស្សជាតិបានផ្ដាច់ទៅឲ្យប្រព្រឹត្តតាមអំពើអាក្រក់ជានិច្ចដោយព្រោះតែការធ្វើទោសចំពោះអំពើអាក្រក់មិនបានសម្រេចជាយ៉ាងណាទោះបើមនុស្សមានបាបប្រព្រឹត្តអំពើអាក្រក់ដល់ទៅ100ដងហើយចម្រើនអាយុយឺនយូរក៏ដោយគង់តែយើងដឹងថាពួកអ្នកដែលកោតខ្លាចដល់ព្រះគឺដែលកោតខ្លាចនៅចំពោះទ្រង់គេនឹងមានសេចក្តីសុខស្រួលវិញតែមិនបានសេចក្តីសុខស្រួលដល់មនុស្សអាក្រក់ទេឯអាយុគេដែលធៀបដូចជាស្រមោលនោះនឹងមិនបានយឺនយូរដែរពីព្រោះគេមិនកោតខ្លាចដល់ព្រះឡើយមានការឥតមានទំនងមួយយ៉ាងដែលតែងតែមាននៅផែនដីគឺមានមនុស្សសុចរិតដែលទទួលសំណងតាមអំពើរបស់មនុស្សអាក្រក់វិញមួយទៀតមានមនុស្សអាក្រក់ដែលទទួលសំណងតាមអំពើរបស់មនុស្សសុចរិតដែរយើងថាសេចក្តីនោះជាការឥតមានទំនងសោះរួចយើងបាននិយមខាងសេចក្តីសប្បាយពីព្រោះនៅក្រោមថ្ងៃមនុស្សឥតមានអ្វីល្អជាងការស៊ីផឹកហើយមានចិត្តរីករាយនោះទេត្បិតមានតែការប៉ុណ្ណោះជាផលពីការនឿយហត់របស់ខ្លួនដែលនឹងនៅជាប់រាល់តែថ្ងៃអស់មួយជីវិតខ្លួនដែលព្រះទ្រង់បានប្រទានឲ្យរស់នៅក្រោមថ្ងៃកាលយើងបានចង់ចិត្តឲ្យស្គាល់ប្រាជ្ញាហើយនឹងពិចារណាពីអស់ទាំងការដែលកើតមាននៅផែនដីឃើញថាមានមនុស្សដែលមិនចេះដេកលក់ទោះទាំងយប់ឬថ្ងៃផងនោះយើងបានយល់ពីការរបស់ព្រះថាមនុស្សនឹងស្វែងរកឲ្យដឹងពីអស់ទាំងការដែលកើតមាននៅក្រោមថ្ងៃមិនបានត្បិតទោះបើខំប្រឹងស្វែងរកយ៉ាងណាគង់តែមិនដែលប្រទះយល់ដែរហើយទោះបើមានមនុស្សប្រាជ្ញណាស្មានថានឹងរកស្គាល់បានក៏គង់តែមិនអាចនឹងយល់បានដែរចំពោះទី9ឲ្យគ្រប់ទាំងសេចក្តីនេះយើងបានពិចារណានៅក្នុងចិត្តដើម្បីឲ្យបានយល់ច្បាស់នោះឃើញថាមនុស្សសុចរិតនិងមនុស្សប្រាជ្ញព្រមទាំងកិច្ចការរបស់គេទាំងប៉ុន្មានសុទ្ធតែនៅក្នុងអំណាចព្រះហស្ថនៃព្រះទោះបើការនោះមកដោយសេចក្តីស្រឡាញ់ឬសេចក្តីសំអប់ក្តីនោះមនុស្សមិនយល់ទេប៉ុន្តែទាំងអស់ក៏ច្បាស់នៅចំពោះមុខគេគ្រប់ទាំងអស់កើតដល់មនុស្សទាំងអស់ដូចគ្នាមានការតែមួយមុខកើតដល់ទាំងមនុស្សសុចរិតនិងមនុស្សទុច្ចរិតមនុស្សល្អមនុស្សស្អាតនិងមនុស្សដែលមិនស្អាតហើយមនុស្សដែលថ្វាយយ៉ាងបូជានិងមនុស្សដែលមិនថ្វាយផងគឺមនុស្សល្អយ៉ាងណាមនុស្សមានបាបក៏យ៉ាងនោះដែរហើយអ្នកណាដែលហ៊ានផ្ដាសាដល់ខ្លួនក៏ដូចជាអ្នកដែលខ្លាចពាក្យផ្ដាសាដែរនេះជាការអាក្រក់មួយក្នុងអស់ទាំងការដែលកើតមកនៅក្រោមថ្ងៃគឺដែលមានសេចក្តីតែមួយដដែលកើតដល់មនុស្សទាំងអស់ចិត្តនៃមនុស្សជាតិក៏ពេញដោយសេចក្តីអាក្រក់ហើយក៏មានសេចក្តីចំគួតក្នុងចិត្តអស់ពេលដែលរស់នៅក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់ត្បិតមានសេចក្តីសង្ឃឹមចំពោះអ្នកណាដែលនៅជាប់ក្នុងពួកមនុស្សរស់នៅឡើយពីព្រោះថាទោះបីតែឆ្កែរស់គង់វិសេសជាងសឹងស្លាប់ដែរត្បិតមនុស្សដែលរស់គេដឹងថាខ្លួននឹងស្លាប់ជាមិនខានតែមនុស្សស្លាប់អត់ដឹងអ្វីឡើយក៏គ្មានរង្វាន់អ្វីទៀតដែរពីព្រោះសេចក្តីនឹកចាំពីគេបានសូមបាត់ហើយទោះទាំងសេចក្តីស្រឡាញ់សេចក្តីសំអប់និងសេចក្តីឈ្នានីសរបស់គេក៏វិនិច្ឆ័យ
សូនបាត់ជាយូរមកហើយគេក៏ឥតមានចំណែកណាក្នុងការអ្វីធ្វើនៅក្រោមថ្ងៃជាតិអរាបតទៅមុខដែរដូច្នេះចូលទៅចុះឲ្យបរិភោគអាហាររបស់ឯងដោយអំណរហើយផឹកការទំទឹងបាយជូររបស់ឯងដោយចិត្តរីករាយផងត្បិតព្រះទ្រង់បានទទួលការរបស់ឯងហើយចូលឲ្យសម្លៀកបំពាក់របស់ឯងបានតនៅជានិច្ចហើយកុំឲ្យខានមានប្រេងនៅលើក្បាលឯងដែរចូលរស់នៅដោយអំណរជាមួយនឹងប្រពន្ធជាទីស្រឡាញ់របស់ឯងរាល់ពេលដែលឯងរស់នៅក្នុងជីវិតដ៏ឥតប្រយោជន៍នេះដែលទ្រង់បានប្រទានមកឯងនៅក្រោមថ្ងៃចុះគឺគ្រប់មួយអាយុឥតប្រយោជន៍របស់ឯងត្បិតនោះហើយជាចំណែករបស់ឯងនៅក្នុងជីវិតនេះហើយក្នុងការនឿយហត់ដែលឯងខំធ្វើនៅក្រោមថ្ងៃផងការអ្វីដែលដៃឯងអាចធ្វើបាននោះចូលធ្វើដោយអស់ពីកម្លាំងចុះត្បិតនៅក្នុងស្ថានឃុំព្រលឹងនោះស្លាប់ជាកន្លែងដែលឯងត្រូវនៅនោះគ្មានការធ្វើមានការគិតគូរមានតម្រេះឬប្រាជ្ញាឡើយយើងក៏វិលមកមើលនៅក្រោមថ្ងៃឃើញថាការរត់ប្រណាំងមិនសម្រេចនឹងមនុស្សដែលរត់លឿនការចម្បាំងក៏មិនសម្រេចនឹងមនុស្សដែលមានកម្លាំងដែរឯនំប៉័ងមិនសម្រេចនឹងមនុស្សមានប្រាជ្ញាឬទ្រព្យសម្បត្តិនឹងមនុស្សមានយោបល់ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរគ្រប់ទាំងអស់ស្រេចនៅពេលវេលានិងឱកាសវិញពីព្រោះមនុស្សក៏មិនដឹងពេលកំណត់របស់ខ្លួនដែរឧបមាដូចជាត្រីដែលនៅជាប់ក្នុងសំណាញ់ដ៏អាក្រក់ហើយសត្វហើរដែលជាប់នៅក្នុងអន្ទាក់គឺយ៉ាងនោះដែលមនុស្សជាតិត្រូវជាប់នៅក្នុងពេលវេលាអាក្រក់ក្នុងការដែលមានគ្រោះកើតដល់ខ្លួនភ្លាមមួយរំពេចដែរយើងក៏ឃើញប្រាជ្ញាបែបយ៉ាងនេះទៀតនៅក្រោមថ្ងៃហើយប្រាជ្ញានោះក៏មើលទៅដូចជាធំប្រសើរដល់យើងដែរគឺមានទីក្រុងមួយតូចហើយមានមនុស្សតិចណាស់ផងរួចមានស្ដេចធំមួយមកទាស់ក៏ឡោមព័ទ្ធហើយសង់បន្ទាយយ៉ាងធំច្បាំងនឹងទីក្រុងនោះរីឯនៅក្រុងនោះមានមនុស្សក្រម្នាក់ដែលមានប្រាជ្ញាអ្នកនោះក៏ជួយទីក្រុងឲ្យរួចដោយប្រាជ្ញារបស់ខ្លួនតែគ្មានអ្នកណានឹកគុណពីមនុស្សក្រនោះសោះនោះយើងបានថាប្រាជ្ញាក៏វិសេសជាងកម្លាំងប៉ុន្តែគេតែងមើលងាយចំពោះប្រាជ្ញារបស់មនុស្សក្រវិញក៏មិនស្ដាប់តាមពាក្យរបស់អ្នកនោះដែរការដែលស្ដាប់ពាក្យរបស់មនុស្សមានប្រាជ្ញនៅក្នុងទីស្ងាត់នោះវិសេសជាងសម្រែករបស់អ្នកណាដែលគ្រប់គ្រងនៅពួកមនុស្សល្ងីល្ងើប្រាជ្ញាតែងវិសេសជាងគ្រឿងចម្បាំងតែមនុស្សមានបាបតែម្នាក់រមែងបំផ្លាញការល្អទៅជាច្រើនវិញចំពោះទី10រុយស្លាប់ធ្វើឲ្យប្រេងក្រអូបរបស់អ្នកអប់ប្រេងទៅជាមានក្លិនស្អុយហើយសេចក្តីចំគួតតែបន្តិចបន្តួចក៏បង្ខូចប្រាជ្ញានិងកិត្តិយសទៅជាដែរចិត្តរបស់មនុស្សមានប្រាជ្ញារមែងនៅខាងស្ដាយស្ដាំតែចិត្តរបស់មនុស្សល្ងីល្ងើនៅខាងដៃឆ្វេងវិញនេះមួយទៀតកាលណាមនុស្សតែនេះល្ងើដើរតាមផ្លូវនោះប្រាជ្ញាលះបង់ចោលវាបាត់ហើយវាប្រាប់ដល់គ្រប់គ្នាថាជាមនុស្សល្ងីល្ងើទេបើអ្នកគ្រប់គ្រងកើតមានចិត្តមួម៉ៅនឹងឯងនោះកុំឲ្យថយចេញពីទីរបស់ឯងឡើយពីព្រោះសេចក្តីសន្លត់រមែងរងាប់ទោសយ៉ាងធំមានការអាក្រក់មួយដែលយើងបានឃើញនៅក្រោមថ្ងៃមើលទៅដូចជាការកំហុសដែលកើតឡើងពីអ្នកគ្រប់គ្រងដែរគឺថាពួកល្ងីល្ងើបានតាំងឡើងនៅទីខ្ពស់តែពួកដែលមានត្រកូលខ្ពស់គេអង្គុយនៅកន្លែងទៀតថោកវិញយើងបានឃើញបាវបំរើកំពុងតែជិះសេះហើយកូនស្ដេចកំពុងតែដើរនៅដីដូចជាបាវវិញអ្នកណាដែលជីករណ្ដៅនោះនឹងធ្លាក់ចុះក្នុងរណ្ដៅនោះឯងហើយអ្នកណាដែលទម្លុះកំផែងគេនោះសត្វពស់នឹងចាក់ខ្លួនអ្នកណាដែលរើថ្មចេញនោះនឹងត្រូវរបួសដោយថ្មនោះហើយអ្នកណាដែលពុះអស់នោះក៏មានអន្តរាយដោយសារការនោះឯងបើដែករិលហើយម្ចាស់មិនសំលៀងមុខទេនោះត្រូវតែបញ្ចេញកម្លាំងលើសជាងទៅទៀតឯប្រាជ្ញាមានប្រយោជន៍នឹងតម្រង់ការបើពោះបានចឹកមុនអ្វីដោយគ្រូអាយលំពាយឯពាក្យដែលចេញពីមាត់របស់មនុស្សមានប្រាជ្ញនោះសុទ្ធតែប្រកបដោយគុណតែបបោមាត់របស់មនុស្សល្ងីល្ងើនឹងបណ្ឌិតខ្លួនវិញការចាប់ផ្ដើមបញ្ចេញពាក្យនោះសុទ្ធតែជាពាក្យល្ងីល្ងើតែដល់ចុងបំផុតពាក្យសម្ដីវាជាសេចក្តីចំគួតយ៉ាងសាហាវមនុស្សល្ងីល្ងើក៏ពង្រីកពាក្យពោលជាច្រើនឯមនុស្សលោកគេមិនដឹងជានឹកកើតមានអ្វីទេហើយការអ្វីដែលនឹងកើតមកខាងក្រោយខ្លួននោះតើអ្នកណានឹងខ្លែងប្រាប់បានការដែលមនុស្សល្ងីល្ងើខំធ្វើនោះធ្វើឲ្យខ្លួននៅហត់គ្រប់គ្នាពីព្រោះគេមិនដឹងទៅឯទីក្រុងតាមផ្លូវណាទេមានពោះហើយអោស្រុកអើយកាលណាស្ដេចឯងជាពូជពងមានត្រកូលខ្ពស់ហើយពួកអ្នកដែលជាកំពូលលើឯងគេបរិភោគតាមត្រូវពេលវិញដើម្បីឲ្យតែបានកម្លាំងមិនមែនឲ្យបានស្រវឹងទេឯដំបូលផ្ទះរមែងស្រុតធ្លាក់ដោយព្រោះតែសេចក្តីខ្ជិលច្រអូសទេហើយដោយព្រោះនៅដៃទទេបានជាទឹកភ្លៀងលិចចូលក្នុងផ្ទះដែរមនុស្សតែងតែជប់លៀងដើម្បីឲ្យបានសើចសប្បាយហើយស្រាតែទាំងបាយជូរនាំចិត្តឲ្យរីករាយតែប្រាក់នឹងធ្វើឲ្យសម្រេចទាំងអស់បានកុំឲ្យជេរប្រមាថដល់ស្ដេចឡើយសូម្បីតែនៅក្នុងគំនិតឯងក៏កុំដែរហើយកុំឲ្យជេរប្រមាថដល់ពួកអ្នកមានទោះទាំងនៅក្នុងបន្ទប់ដេករបស់ខ្លួនផងខ្លាចក្រែងសត្វហើរលើអាកាសនាំយកសម្លេងនោះទៅហើយសត្វដែលមានស្លាបវាថ្លែងប្រាប់តាមរឿងនោះ
ជំពូកទី11ចូលបោះនំប៉័ងរបស់ឯងទៅលើទឹកបិទយូរថ្ងៃក្រោយមកឯងនឹងបានសគុណនោះមកវិញចូលចែកឲ្យ17នាក់ចុះឲ្យ18នាក់ផងបិទឯងមិនដឹងជានឹងកើតមានសេចក្តីអាក្រក់យ៉ាងណានៅផែនដីទេបើកាលណាពពកពេញដោយទឹកនោះនឹងចាក់ភ្លៀងឲ្យធ្លាក់ចុះមកលើផែនដីហើយបើដើមឈើណារលំដួលទៅខាងត្បូងឬទៅខាងជើងក្តីនោះនឹងដេកនៅត្រង់កន្លែងដែលបានដួលនោះឯងអ្នកណាដែលសង្កេតមើលតែខ្យល់នោះនឹងមិនបាបព្រោះទេហើយអ្នកណាដែលសង្កេតមើលតែពពកនោះក៏មិនច្រូតកាត់ឡើយឯងមិនស្គាល់ផ្លូវនៃវិញ្ញាណដែលបណ្ដាលឲ្យកូនកើតឡើងនៅក្នុងផ្ទៃរបស់ស្រីដែលមានទម្ងន់ជាយ៉ាងណានោះក៏មិនស្គាល់ការរបស់ព្រះដែលទ្រង់ធ្វើគ្រប់ទាំងអស់យ៉ាងនោះដែរនៅពេលព្រឹកចូលសាបព្រោះពូជរបស់ឯងចុះហើយនៅពេលល្ងាចកុំឲ្យទប់ដៃឯងឡើយបិទឯងមិនដឹងជាខាងណានឹងចម្រើនឡើងទោះបើខាងនេះឬខាងនោះក្តីឬបើទាំងពីរនឹងចម្រើនបានល្អដូចគ្នាផងពន្លឺជាគ្រឿងល្អហើយដែលភ្នែកបានឃើញពន្លឺថ្ងៃនោះក៏ស្រួលបើមនុស្សណារស់នៅជាយូរឆ្នាំនោះគួរឲ្យមានសេចក្តីអំណរចំពោះគ្រប់ឆ្នាំទាំងនោះចុះតែត្រូវឲ្យនឹកដល់អស់ទាំងថ្ងៃដែលមានសេចក្តីងងឹតដែរពីព្រោះនឹងមានជាច្រើនទៀតគ្រប់ទាំងអស់ដែលត្រូវមកសុទ្ធតែជាការឥតប្រយោជន៍ទៅទេអោមនុស្សកំឡោះអើយចូលឲ្យមានចិត្តរីករាយក្នុងវ័យកំឡោះរបស់ឯងចុះហើយឲ្យចិត្តឯងបណ្ដាលឲ្យអសប្បាយក្នុងចំនួនដែលឯងនៅក្មេងផងចូលដើរតាមផ្លូវនៃចិត្តឯងហើយតាមតែភ្នែកឯងមើលឃើញដែរប៉ុន្តែត្រូវឲ្យដឹងថាព្រះទ្រង់នឹងហៅឯងមកជំនុំជម្រះដោយគ្រោះអំពើទាំងនេះជាមិនខានដូច្នេះចូលកាត់សេចក្តីស្នាញ់ក្តៅចេញពីចិត្តឯងទៅហើយបណ្ដេញសេចក្តីអាក្រក់ឲ្យឆ្ងាយពីសាច់ឈាមឯងផងវត្តរានៅកំឡោះហើយវ័យក្មេងរមែងជាឥតប្រយោជន៍ទៅទេជំពូកទី12ចូលនឹកចាំពីព្រះដែលបង្កើតខ្លួនក្នុងគ្រាដែលឯងនៅក្មេងមុនដែលអស់ទាំងថ្ងៃអាក្រក់មកដល់ហើយអស់ទាំងឆ្នាំមកចិត្តដែលឯងនឹងថាអញអស់សប្បាយហើយគឺមុនដែលថ្ងៃពន្លឺខែនឹងផ្កាយទាំងប៉ុន្មានទៅជាងងឹតហើយពពកវិលមកក្រោយដែលភ្លៀងនៅថ្ងៃដែលពួកអ្នកចាំទេត្រូវញាប់ញ័រពួកមនុស្សខ្លាំងពូកែត្រូវអោនខ្លួនចោះពួកស្រីដែលកិនត្រូវឈប់ដោយព្រោះមានគ្នាតិចពេកពួកអ្នកដែលមើលតាមបង្អួចត្រូវងងឹតទៅហើយទ្វារដែលបើកទៅឯថ្នល់ត្រូវបិទជាពេលដែលអន់លឺសូរត្បាល់កិនកាលគេស្ទុះក្រោកឡើងដោយលឺសំឡេងសត្វហើរយំហើយអស់ទាំងពួកស្រីដែលធ្លាប់ច្រៀងត្រូវទៀបថោកវិញឲ្យគេនឹងភ័យខ្លាចចំពោះអន្តរាយដែលមកពីខាងលើក៏នឹងមានសេចក្តីស្ញែងខ្លាចតាមផ្លូវឯដើមចម្បក់នឹងផ្កាឡើងហើយកណ្ដូបនឹងសង្កត់លើគេជាធ្ងន់សេចក្តីពំប្រាថ្នានឹងរលាយអស់ទៅដោយព្រោះមនុស្សរមែងទៅឯទីលំនៅដល់នៅអស់កលជានិច្ចហើយពួកអ្នកកាន់ទុកដើរទៅមកតាមផ្លូវគឺមុនដែលតែប្រាក់ដាច់ចាននេះបែកផ្អមបែកនៅឯក្បាលទឹកឬរហាត់ទឹកនៅដងខូចទៅហើយធូលីដីត្រឡប់ជាដីដូចដើមវិញនិងវិញ្ញាណត្រឡប់ទៅឯព្រះដែលទ្រង់បានប្រទានមកនោះការឥតប្រយោជន៍ទៅទេនេះហើយជាពាក្យដែលគ្រូផ្ដាល់ពោលទុកថាគ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទៅទេហើយមួយទៀតដោយព្រោះគ្រូផ្ដាល់មានប្រាជ្ញាបានជាលោកបង្រៀនប្រជាជនឲ្យមានតម្រេះទៅទៀតលោកបានរំពឹងគិតព្រមទាំងស្វែងរកហើយតែងពាក្យសុភាសិតជាច្រើនតាមរបៀបគ្រូផ្ដាល់លោកបានតែងរកពាក្យពីរោះនិងសេចក្តីដែលបានតែងទុកយ៉ាងត្រឹមត្រូវគឺជាពាក្យដ៏ពិតទាំងអស់ពាក្យរបស់មនុស្សមានប្រាជ្ញាធៀបដូចជាជំនួញហើយពាក្យរបស់ពួកអ្នកដែលប្រមូលកត់ទុកពាក្យប្រាជ្ញនោះក៏ដូចជាដែកគោលបោះជាប់ជាពាក្យដែលមកពីអ្នកគង្វាលតែមួយទៀតកូនអើយចូលទទួលដំបូន្មានចុះស្បិតការដែលធ្វើសិភៅជាច្រើននោះមិនចេះអស់មិនចេះហើយឡើយហើយការដែលរៀនជាច្រើននោះរមែងនាំឲ្យអបទុកដល់រូបសាច់សេចក្តីនេះចប់តែប៉ុណ្ណេះទាំងអស់បានសម្ដែងទុកហើយដូច្នេះចូលកោតខ្លាចដល់ព្រះហើយកាន់តាមបញ្ញត្តិទ្រង់ចុះស្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជម្រះព្រមទាំងអ្វីដែលលាក់កំបាំងផងទោះល្អឬអាក្រក់ក្តី